ក្បួនសម្លោកមនុស្សប្រុសស្រីកើតឆ្នាំជូតណាភាគ2ឆ្នាំជូតពងទេវតាប្រុសធាតុទឹកហ្នឹងហើយពងទេវតាប្រុសធាតុទឹកស្រីសួស្ដីធ្លាក់ពីប្រកេះរបស់ប្រព្រំហ្នឹងហើយមូលព្រលឹងនៅដើមដូងនិងដើមចេកឆ្នាំជូតនេះច្រើនម្នះរឹងបន្តិចហើយយកគំនិតខ្លួនឯងជាធំប៉ុន្តែនិស័យទាំងអស់នេះតតែរៀងចាស់បន្តិចបានរៀងណែថយចុះដូចនេះវាពិបាកនឹងណែឲ្យគាត់ទៅតាមផ្លូវណាបើជឿគេហ្នឹងហើយអ្នកខ្លះបោកណាហើយបើមិនជឿគេទេយកគំនិតខ្លួនឯងជាធំហ្នឹងហើយយូរណាស់អាចផ្្លាត់មួយប៉ុន្តែពេលខ្លះឈរលើជើងខ្លួនឯងមុំហ្នឹងវាប្រសើរជឿអ្នកដតីព្រោះពេលខ្លះអ្នកដតីតែយើងជឿច្រើនអត់បានទេធ្វើឲ្យយើងរេតាមខ្យល់ធ្វើឲ្យយើងខាតប្រយោជន៍ធ្វើឲ្យយើងនឹងណាមិនមុំនៅក្នុងគោលដៅនៅក្នុងផែនការដែលយើងបានគ្រោងទុកឧទាហរណ៍ថាឥឡូវយើងចង់ទៅធ្វើអ្វីមួយយើងចង់ទៅធ្វើអីមួយឧទាហរណ៍ថាឥឡូវណែចង់ទៅហ្នឹងជំនាញយើងចង់ធ្វើពេទ្យឬក៏ធ្វើគ្រូបាត់ជាយឬក៏ធ្វើមេធាវីឬក៏ធ្វើណាការងាររកស៊ីដីឬក៏ហ្នឹងហើយនាំចូលទូរស័ព្ទនាំចូលកុំព្យូទ័រលក់ឬក៏យើងលក់ឡានលក់ម៉ូតូឬក៏ធ្វើជាងឡានធ្វើជាងម៉ូតូធ្វើជាងម៉ាស៊ីនត្រជាក់យើងចង់ធ្វើអ្វីមួយដល់តែពេលយើងកំពុងតែរៀនជំនាញឬក៏យើងកំពុងតែវឹកវើនៅផ្នែកចំនួនហ្នឹងណាឬក៏ផ្នែក business ហ្នឹងស្រាប់តែមានអ្នកផ្សេងទៀតហ្នឹងណាប្រាប់យើងទៅឲ្យទៅធ្វើនេះធ្វើនោះផ្សេងវិញហ្នឹងហើយទាញលិចទាញកើតឬក៏ទាញទៅចូលហ៊ុនគ្នាឬក៏អីអញ៉ៃគឺអត់បានទេមនុស្សប្រុសស្រីដែលកើតឆ្នាំជូតហ្នឹងហើយច្រើនតែរកស៊ីតែឯងហ្នឹងហើយបើរកស៊ីចូលហ៊ុនគ្នាវាពិបាកវាប្រទៀងបន្ទងគ្នាហ្នឹងហើយព្រោះមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនេះច្រើនតែនិយាយដាច់ខាតចរិតជាស្ដាច់ហ្នឹងហើយមួយទៀតហ្នឹងហើយចូលចិត្តបញ្ជាលើអ្នកដតីហើយខឹងណាស់នៅពេលដែលបញ្ជាអ្នកដតីមិនតាមខ្លួនឬក៏ប្រឆាំងហ្នឹងគឺខឹងណាស់ដាច់ក្បាត់ដាច់កតុយហើយហ្នឹងហើយមួយទៀតមនុស្សប្រុសស្រីណាកើតឆ្នាំជូតនេះអ្នកដែលកើតឆ្នាំជូតហ្នឹងគឺចូលចិត្តគិតធំគិតលឿនធ្វើការលះធ្វើការលឿនសម្រេចចិត្តក៏លឿនហើយហ្នឹងហើយត្រូវអាកាត់ផុងអញ្ចឹងតែហ្មងសម្រេចចិត្តផឹងហ្មងអត់ញ៉ែខ្ញុំច្រើនទេហើយបើខឹងនិយាយប្រើផុងផាំងអស់ពីពោះណាបើស្រឡាញ់ក៏ស្រឡាញ់អស់ពីពោះបើនិយាយអីក៏និយាយអស់ពីពោះដែរហ្នឹងហើយមិនសូវចេះលាក់អត់កំបាំងមិនសូវចេះនិយាយអ្វីដែលជាពាក្យអត់ប្រយោជន៍ច្រើនអត់ចូលចិត្តទេហ្នឹងហើយលេងដឹងលេងមែនតែននឹងការងារគឺអញ្ចឹងហ្នឹងហើយសម្រាប់ការងាររកស៊ីតូចធំអីមនុស្សប្រុសស្រីដែលកើតឆ្នាំជូតមិនសូនសាញមិនអេះអញអីច្រើនទេហ្នឹងហើយទោះបីជាឆ្នាំជូតហ្នឹងជាបុគ្គលដែលអាចថាគិតច្រើនភ័យច្រើនក៏ប៉ុន្តែក៏ហ៊ានណាស់ដែរហ្នឹងហើយមិនសូវសុញមិនសូវសាញច្រើនទេត្រូវបថុយផងហ្នឹងហើយឲ្យតែត្រូវចំណងឲ្យតែត្រូវជំនាញតិចគឺហក់ផឹងហើយមិនអល់ឯកអីយូរហ្មងទេ